ជាច្រើនវាមានអត្ថប្រយោជន៍ច្រើនណាស់បើសិនបើយើងភ្ជួរលុបវានៅក្នុងដីបាទហើយយើងទុកវាបានរយៈពេល2ទៅ4សប្តាហ៍គឺវាមានផលផ្ដល់ផលប្រយោជន៍ច្រើនបាទសូមជម្រាបសួរបាទថ្ងៃនេះដែរខ្ញុំនឹងលើកយកនៅប្រធានបទមួយដែលពាក់ព័ន្ធជាមួយនឹងអត្ថប្រយោជន៍នៃចិញ្ច្រាំងបាទចិញ្ច្រាំងវាមានអត្ថប្រយោជន៍ច្រើនណាស់បើសិនបើយើងភ្ជួរលុបវានៅក្នុងដីបាទហើយយើងទុកវាបានរយៈពេល2ទៅ4សប្តាហ៍គឺវាមានផលផ្ដល់ផលប្រយោជន៍ច្រើនបាទសំខាន់គឺវាមានដល់សារធាតុចិញ្ចឹមជាច្រើននៅក្នុងដីមានដូចជាអាសូតផូស្វ័រប៉ូតាស្យូមស្ពាន់ធរហើយនិងសារធាតុចិញ្ចឹមសម្រាប់ដំណាំជាច្រើនទៀតដែលយើងមិនអាចរៀបរាប់បានហ្នឹងហើយចំពោះចិញ្ច្រាំងនេះបាទបើសិនជាកាលណាយើងភ្ជួរលុបវាបាទភ្ជួរលុបក្រោយពេលច្រូតហ្នឹងបាទទុករយៈពេល2សប្តាហ៍ទៅ4សប្តាហ៍បាទនោះចិញ្ច្រាំងនឹងវារលាយខ្លាយទៅជាកំប៉ុស្តផងដែរបាទហើយចិញ្ច្រាំងនេះគឺវាមានគុណប្រយោជន៍បាទទី1គឺវាអាចជួយកែលម្អនៃសន្តានដីបាទជួយកែលម្អដីបាទដូចថាឧទាហរណ៍ថាបើសិនជាដីនឹងរាងក្តាំងដីនឹងរាងគាំងបាទគឺនៅពេលដែលយើងភ្ជួរលុបទៅគឺវាអាចជួយកែសម្រួលសន្តានភាពដីហ្នឹងឲ្យមកលក្ខណៈរាងធូរដីរាងធូរវិញផងដែរនៅពេលដែលដីធូរគឺវាងាយឫសរបស់ស្រូវហ្នឹងគឺងាយក្នុងការចាក់ឫសចូលទៅក្នុងដីផងដែរបាទគឺវាងាយចាក់ចូលទៅក្នុងដីបានល្អបើសិនជាដីតឹងគឺវាពិបាកនឹងចាក់ឫសចូលទៅក្នុងដីណាហើយមួយទៀតចិញ្ច្រាំងក៏វាអាចរក្សាសំណើមឲ្យនៅក្នុងដីនឹងបានយូរផងដែរបាទអញ្ចឹងនៅពេលដែលយើងចូលលុបចិញ្ច្រាំងបាទធ្វើឲ្យដីហ្នឹងវាអាចផ្ទុកសំណើមបានល្អវាមិនងាយនឹងហួតហែងឡើងទៅលើបាទអញ្ចឹងយើងធ្វើការចូលលុបចិញ្ច្រាំងអ្នកគ្នាដើម្បីបានផលប្រយោជន៍ជាច្រើនហើយចំបើងក៏វាក៏ជាអាហាររបស់មីក្រូសរីរាង្គជាច្រើនដែលវាសេទៅដើម្បីឲ្យវាបំលែងទៅជាអាហាររបស់ដំណាំបាទហើយអាចឲ្យដំណាំនឹងស្រូបយកសារធាតុចិញ្ចឹមពីការបំលែងនៃចិញ្ច្រាំងនេះបានល្អផងដែរគោលមួយទៀតប្រសិនជាកាលណាយើងប្រើប្រាស់ការលុបចូលលុបចិញ្ច្រាំងនេះបាទយើងនឹងអាចឲ្យចំណេញជីផងដែរបាទតែចំណេញជីព្រោះអីវាក្នុងចិញ្ច្រាំងហ្នឹងវាមានសារធាតុចិញ្ចឹមជាច្រើននៅក្នុងហ្នឹងអញ្ចឹងធ្វើឲ្យយើងនឹងកាត់បន្ថយការប្រើប្រាស់ជីគីមីផងដែរជាធម្មតាគឺយើងក្នុងស្រូវ1ហិកតាយើងអាចប្រើប្រាស់ពី6ទៅ9ស្បោងបាទក្នុង1ហិកតាអញ្ចឹងបើសិនជាយើងបានជួលលុបនៅចិញ្ច្រាំងនេះយើងអាចកាត់បន្ថយជីអាចត្រឹម5ទៅ6បាទគឺយើងអាចមក3ទៅ2 3បើសិនជាយើងបានជួលលុបនៅក្នុងស្រែណាបាទជួលលុបចិញ្ច្រាំងនៅក្នុងស្រែយើងអាចចំណេញជីបានមក3ទៅ2 3ផងដែរបាទហើយចំណុចមួយទៀតដែលយើងគួរកត់ចំណាំហើយនឹងចាំបាទគឺយើងត្រូវតែផ្អាប់ទុកចិញ្ច្រាំងទុកឲ្យបាន2ទៅ4សប្តាហ៍បាទដើម្បីឲ្យកុំឲ្យវាคล้ายទៅជាអាស៊ីតបើកាលណាយើងមិនទាន់បានផ្អាប់ទុកវាទេយើងវាយវាភ្លាមយើងភ្ជួរភ្លាមហើយយើងព្រោះភ្លាមបាទយើងច្រូតចង់បានន័យថាយើងច្រូតភ្លាមយើងវាយដីហើយ2 3ថ្ងៃក្រោយយើងព្រោះបាទនោះវាចិញ្ច្រាំងហ្នឹងវាអាចនឹងឡើងជាតិអាស៊ីតនៅក្នុងដីស្រែរបស់យើងដោយសារយើងវាអាចពិបាកក្នុងការលូតលាស់ស្រូវផងដែរបាទអញ្ចឹងយើងព្យាយាមបាទកុំវាយភ្លាមជួភ្លាមបាទហើយយើងព្រោះភ្លាមបាទយើងទុកវាយលុបជួលុបបានរយៈពេល2ទៅ4សប្តាហ៍ចាំយើងចាប់ផ្ដើមរស់ហើយយើងចាប់ផ្ដើមទម្លាក់ពូជប្រុសផងដែរបាទនោះទើបចិញ្ច្រាំងរលួយបានល្អខ្លាយទៅជាជីបានល្អបាទហើយមួយទៀតបើសិនជាយើងចង់ឲ្យវាលឿនយើងធ្វើការដុតចិញ្ច្រាំងណាបាទយើងធ្វើការដុតចិញ្ច្រាំងបាទនៅពេលដែលយើងដុតចិញ្ច្រាំងទៅប្រភេទដីខាងលើហ្នឹងគឺវាបាត់បង់នៅសារធាតុចិញ្ចឹមជាច្រើននៅក្នុងដីហ្នឹងបាទជីក៏វាហើរដែរនៅពេលដែលវាក្តៅវាអាចនឹងហើរឡើងទៅលើអាកាសបាទដូចជាអាសូតជាដើមគឺវាងាយនឹងហើរណាស់បាទហើយមួយទៀតធ្វើឲ្យដីហ្នឹងក្តាំងផងដែរបើសិនជាយើងធ្វើការដុតចិញ្ច្រាំងបាទក៏ប៉ុន្តែបើសិនជាយើងចង់វាយច្រូតភ្លាមយើងព្រោះភ្លាមបាទដូចថាយើងច្រូតថ្ងៃហ្នឹងយើងត្រូវស្អែកខានស្អែកយើងត្រូវព្រោះឡើងវិញបាទយើងឬក៏មួយអាទិត្យក្រោយយើងព្រោះឡើងវិញយើងមិនណែនាំឲ្យការភ្ជួរលុបទេភ្ជួរលុបចិញ្ច្រាំងទេបាទអញ្ចឹងបើសិនជាយើងចង់ធ្វើភ្លាមច្រូតហើយយើងធ្វើភ្លាមយើងអាចដុតបានបាទប៉ុន្តែអ្វីដែលបាត់បង់គឺសារធាតុចិញ្ចឹមនៅក្នុងដីដែលមកពីចិញ្ច្រាំងឬមួយក៏នៅក្នុងដីនឹងហើយបានបាត់បង់ទៅខ្លះហើយបាទដោយសារយើងដុតចិញ្ច្រាំងក៏ប៉ុន្តែបើសិនជាយើងមិនដុតទេគឺវាអាចនៅមានសារធាតុចិញ្ចឹមហើយបើសិនជាយើងមិនដុតទេយើងច្រូតហើយភ្លាមយើងវាយដីភ្លាមបាទវាអាចនឹងមានជាតិច្រេះជាតិខ្ញាដែលចេញពីចិញ្ច្រាំងបាទកំឡុងពេលហ្នឹងគឺវាចាប់ផ្ដើមកាច់ចាប់ផ្ដើម
កាច់ទៅជាកម្ពស់បាទចិញ្ច្រាំងកាច់ទៅជាកម្ពស់ដំណើរការពេលហ្នឹងគឺវាមានសីតុណ្ហភាពក្តៅហើយនឹងវាចេញជាតិអាស៊ីតផងដែរដែលនៅក្នុងស្រែនៅពេលដែលយើងធ្វើអញ្ចឹងទៅគឺស្រូវនឹងពិបាកក្នុងការស្រូបយកសារធាតុចិញ្ចឹមបាទអញ្ចឹងមានតែប៉ុណ្្នឹងបាទសូមអរគុណ